កាលពីបុរាណយូរណាស់មកហើយនៅសម័យដែលព្រះនិងអសរយៈនៅរស់នៅជាមួយគ្នាមានការប្រយុទ្ធដណ្ដើមអំណាចជាបន្តបន្ទាប់ថ្ងៃមួយព្រះទាំងឡាយដឹកនាំដោយព្រះវិស្ណុបានសម្រេចចិត្តបង្កើតទឹកអម្រឹតទឹកអមតៈដើម្បីឲ្យបានអំណាចនិងអាយុយឺនយូរព្រះនិងអសរបានសហការគ្នាច្រោះសមុទ្រដោយយកភ្នំធំមួយធ្វើជាស្នូលនិងយកនាគធំធ្វើជាខ្សែទាញបន្ទាប់ពីច្រោះអស់រយៈពេលយូរទឹកអម្រឹតក៏លេចឡើងប៉ុន្តែព្រះវិស្ណុមិនចង់ឲ្យអសរផឹកទឹកអម្រឹតឡើយដូច្នេះទ្រង់បានបំលែងខ្លួនជាស្រីស្អាតឈ្មោះមហាមោហិនីដើម្បីចែកទឹកអម្រឹតឲ្យព្រះតែប៉ុណ្ណោះក្នុងចំណោមអសរមានមួយឈ្មោះថារាហុដែលមានប្រាជ្ញានិងល្បិចច្រើនគេបានលួចបំលែងខ្លួនជាព្រះហើយទៅអង្គុយនៅចន្លោះព្រះអាទិត្យនិងព្រះច័ន្ទដើម្បីផឹកទឹកអម្រឹតព្រះអាទិត្យនិងព្រះច័ន្ទបានស្គាល់ថាគេមិនមែនជាព្រះពិតប្រាកដទេក៏រាយការណ៍ទៅព្រះវិស្ណុភ្លាមព្រះវិស្ណុបានបញ្ចេញចក្រាវុធកាត់ក្បាលរាហុចេញពីខ្លួនប៉ុន្តែព្រោះរាហុបានផឹកទឹកអម្រឹតរួចហើយក្បាលរបស់គេមិនស្លាប់ទេក្បាលនោះរស់រានមានជីវិតហើយមានឈ្មោះថារាហុខណៈខ្លួនដែលនៅសល់ហៅថាកេតុចាប់ពីពេលនោះមករាហុមានកំហឹងចំពោះព្រះអាទិត្យនិងព្រះច័ន្ទដែលបង្ហាញអំពីល្បិចរបស់គេដូច្នេះរាល់ពេលដែលអាចធ្វើបានរាហុតែងតែចាប់ឬលេបព្រះច័ន្ទឬព្រះអាទិត្យពេលដែលរាហុលេបព្រះច័ន្ទគេហៅថាចន្ទគ្រាសពេលដែលរាហុលេបព្រះអាទិត្យគេហៅថាសូរ្យគ្រាសប៉ុន្តែព្រោះរាហុមានតែក្បាលគេមិនអាចលេបបានយូរឡើយមិនយូរប៉ុន្មានព្រះច័ន្ទនិងព្រះអាទិត្យក៏លេចឡើងវិញនេះជារឿងព្រេងបុរាណដែលបកស្រាយអំពីបាតុភូតគ្រាសតាមទំនៀមប្រពៃណីបុរាណ